សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបាទវិលមកកាន់ Channel YouTube របស់ខ្ញុំសារជាថ្មីនៅវីដេអូចំណេះដឹងឱសថរុក្ខជាតិបុរាណខ្មែរយើងដែលនឹងតែងតែចែករំលែកដល់បងប្អូននៅក្នុង Channel មួយនេះគឺ Channel ពូគ្រូបាទឥឡូវនៅក្នុងវីដេអូនេះខ្ញុំមានចំណេះដឹងឱសថបុរាណប្រភេទរុក្ខជាតិមួយប្រភេទទៀតហើយដែលយើងធ្លាប់តែហៅវាថាកន្ទ្រោកខ្មោចឬក៏កន្ទ្រោកឆេះបាទឈ្មោះនឹងគ្រាន់តែឮមកគឺញាក់សាច់ដែរណាបងប្អូនគឺឈ្មោះចេញសិតតែខ្មោចបើមិនខ្មោចទេឆេះហ្មងគឺកន្ទ្រោកខ្មោចឬក៏កន្ទ្រោកឆេះបាទបងប្អូនថាជាអ្នកខ្លះគាត់ស្គាល់អ្នកខ្លះគាត់មិនដាច់ស្គាល់ចឹងណាតែចំពោះ admin គឺទើបតែស្គាល់ថ្មីនេះដែរទេដោយសារតែសិក្សាស្រាវជ្រាវទៅគឺឃើញមានរុក្ខជាតិនេះក៏ជាឱសថដើម្បីព្យាបាលរោគនិងជួយដល់សុខភាពយើងផងដែរបាទដើមកន្ទ្រោកខ្មោចហ្នឹងគឺលក្ខណៈវាជាដើមកម្ពស់វាទង់1ម៉ែត្រទៅ2ម៉ែត្រហ្នឹងបងប្អូនគឺវារៀងទាបដែរទេហើយដើមវាក៏រៀងទូចដែរវាមិនធំទេហើយស្លឹកវាវិញគឺស្លឹកទាំងដើមហ្នឹងវាមានទុនរោមគឺរោមដូចថាស្រៀងដើមមកខុបក៏ថាបានណាគាត់ថាដើមមកខុបវាធំគុំវាដើមវាដូចទង់ប៉ុនកពុនជើងអីចឹងណាតែដើមកន្ទ្រោកខ្មោចកន្ទ្រោកឆេះនេះវាទូចឯងហើយខ្ពស់ទៅ1ម៉ែត្រទៅ2ម៉ែត្រតែវាមិនធំវាមិនខ្ពស់ខ្លាំងទេបាទដើមមកខុបវាធំខ្ពស់សាខាដូចចង់ធំជាងតែគាត់ថាវាលក្ខណៈវាស្ទៀងគ្នាអាចថាបញ្យល់អញ្ចឹងណាស្រួលយល់ពោះដើមមកខុបវាច្រើនយើងស្គាល់ប៉ុន្តែមិនមែនយកដើមមកខុបនឹងមកធ្វើថ្នាំដូចដើមកន្ទ្រោកឆេះណាបងប្អូនប៉ុន្តែប្រៀបធៀបឲ្យស្រួលយល់ឲ្យស្រួលចំណាំអញ្ចឹងណាវាមានព្រុយរោមទុនដូចយើងស្តៀងដើមមកខុបដែរស្លឹកវាគឺយើងស្តៀងគ្នាអញ្ចឹងគាត់ថាវាស្លឹកវាតូចជាងហើយណែផ្លែវាវិញគឺមូលពងកពើទូចប៉ុនម្រាមដៃម្រាមកូនដៃហ្នឹងវាមិនធំខ្លាំងទេហើយរូបរាងផ្លែវាហ្នឹងស្រៀងផ្លែនេះផ្លែតាពាំងបាយជូរប៉ុន្តែវាទូចតាពាំងបាយជូរដូចតាពាំងបាយជូរព្រៃអញ្ចឹងទូចហើយបើមួយទៀតគឺដូចធ្លាប់ស្គាល់ផ្លែស្រូវគឺដូចស្រៀងផ្លែស្រូវដែរវាគាត់ថាវាមិនទៅវែងដូចផ្លែស្រូវពេកទេគាត់ថាវាពងកពើបន្តិចតែវាមិនទៅវែងដូចផ្លែស្រូវទេវាស្តៀងគ្នាអញ្ចឹងហើយឲ្យកាន់តែច្បាស់បងប្អូនអាចមើលក្នុងរូបខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងគឺមើលឲ្យផលិតបច្ច័យវាឲ្យមកចាត់ទៅហើយអាចកត់ចំណាំវាទុកពេលណាដែលយើងបានជួបយើងអាចនឹងយកមកទៀងទាត់មើលថាតើវាជាដើមកន្ទ្រោកខ្មោចឬកន្ទ្រោកឆេះនឹងមែនទេអត់ចឹងណាឬក៏ម្យ៉ាងទៀតក៏អាចថាសួរចាស់ឬក៏កាត់1ម៉ែត្រឬក៏កាត់មួយដើមអីមកយើងដើមទូចយើងកាត់មួយដើមយកមកសួរចាស់ទៅចាស់គាត់ស្គាល់ចឹងណាយើងច្បាស់កុំឲ្យយើងយកមកប្រើខុសសួរចាស់គឺច្បាស់ចឹងណាឲ្យវាប្រកបក្នុងចិត្តគាត់ថានឹងជាដើមកន្ទ្រោកខ្មោចមែនហើយមួយទៀតគឺយើងអាចចំណាំមួយទៀតគឺស្តៀងនឹងដើមកន្ទ្រោកដើមកន្ទ្រោកយើងយកទៅដាក់បង់ស្លម្ជូរគ្រឿងហ្នឹងគឺស្តៀងគ្នាគាត់ថាដើមកន្ទ្រោកឆេះកន្ទ្រោកខ្មោចហ្នឹងវាមានព្រុយទុនណាវាខុសគ្នាត្រង់ហ្នឹងតែដើមកន្ទ្រោកយើងយកមកស្លនោះដាក់បង់ស្លម្ជូរគ្រឿងហ្នឹងវាអត់មានព្រុយទេវាស្លឹកវាលាតដូចស្លឹកធម្មតាតែគាត់ថាវាមូលប៉ុនកញ្ចក់ដៃយកមេដៃចកម្រាមដៃអញ្ចឹងស្លឹកវាថារោគខ្មោចពុកឆេះនេះស្លឹកវាធំតែយើងសួចចុងអត់មូលទាលដូចស្លឹករោគពេកទេហើយវាច្រើនវាដុះនៅតាមព្រៃហើយនឹងតាមចាមផ្លូវក៏មានដែរបាទឥឡូវយើងរៀបរាប់ពីភិនភាគរូបរាងរបស់ដើមកន្ទ្រោកឆេះកន្ទ្រោកខ្មោចហ្នឹងគឺប៉ុណ្្នឹងសិនហើយឥឡូវយើងចូលទៅអត្ថប្រយោជន៍នៃការយកមកប្រើប្រាស់វិញម្ដង
ពួកការប្រើប្រាស់វិញយើងអាចយកដើមទាំងមូលនឹងបានទាំងឫសទាំងដើមទាំងស្លឹកទាំងមែកទាំងអីហ្នឹងទាំងផ្លែទាំងអីក៏បានដែរអូបយៈមួយទៀតផ្កាវាគឺដុះនៅចុងកពូលតងណាចុងកពូលមែកហើយផ្កាវាហ្នឹងតូចៗនៅកញ្ចុំណាចុងមែកហ្នឹងណាហើយមានពណ៌លឿងលាយបៃតងជាងស្រាលតិចណាហ្នឹងគឺលក្ខណៈសម្គាល់ចំពោះថាប្រយោជន៍វាវិញគឺយើងយកទាំងអស់ហ្មងទាំងផ្កាទាំងដើមទាំងមែកហ្នឹងគឺយកមកហាលឲ្យស្ងួតមកគឺយើងយកវាមកដាំទឹកផឹកគឺ6ក្រាម12ក្រាមហ្នឹងយកមកដាំទឹកផឹកនឹងមកកំសៀវមួយឆ្នាំអញ្ចឹងណាហើយពោះការព្យាបាលហ្នឹងគឺយើងអាចយកមកព្យាបាលគ្រុនតាសាយចំពោះពេលមានរដូវទុកឈាមនិងសះស្បូនអីចឹងទៅឬក៏រឹសក៏បានដែរកាត់រឹសកាត់អីនៅដៃនៅជើងណាហ្នឹងគឺព្យាបាលបានទឹករបស់វាគឺបែបហ្នឹងចំពោះជំងឺអស់ហ្នឹងឥឡូវគឺខែជាក់ផងយើងដាក់អាហ្នឹងទៅហើយយើងដាស់សាយហើយយើងដាំផឹកទៅមួយថ្ងៃផឹកឲ្យបានមកសៀវទៅបាទវាជួយសុខភាពយើងផឹកអាតៅអ៊ុនទៅលំដើផឹកដើហើយហ្នឹងឲ្យបាត់ដាស់សាយចឹងណាបាទចំពោះអត្ថប្រយោជន៍នៃរុក្ខជាតិដើមកន្ទ្រកខ្មោចឬកន្ទ្រកឆៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនអាចសិក្សាស្វែងយល់ពីវាឲ្យបានច្រើនទៅហើយដើម្បីយកវាមកប្រើប្រាស់ទុកជាឱសថព្យាបាលសុខភាពព្យាបាលជំងឺជំនួយសុខភាពយើងបាទយើងមិនរកថ្នាំពេទ្យមិនបានអាចថានឹងយកឱសថបុរាណរុក្ខជាតិយើងនេះដែលដុះនៅតាមជុំវិញក្រៅផ្ទះយើងហ្នឹងក៏អាចយកមកព្យាបាលជំងឺយើងបានដែរបាទហើយគឺសូមចាប់តែប៉ុណ្្នឹងហើយគឺសូមរងចាំស្ដាប់នៅវីដេអូក្រោយនៅចំណេះដឹងរុក្ខជាតិថ្មីទៀតបាទសូមអរគុណហើយសូមជម្រាបលា